មូលហេតុដោយសារពេលដែលខ្ញុំនិយាយប្រាប់អ្នកផ្ទះទៅវាអ្នកណាជឿថាខ្ញុំនឹងសម័យគិតផ្ដេសផ្ដាស់ហើយឈួតបាទចង់ចែករំលែករឿងពិតដែលខ្ញុំជួបជាក់ស្ដែងហ្មងអូខេតើការមើលឃើញរបស់បងចាប់ផ្ដើមពីចំណុចណានៃជីវិតដូចជាអំឡុងពេលខ្ញុំអាយុ9ឆ្នាំពេលដែលខ្ញុំក្តៅខ្លួនហ្នឹងក៏ខ្ញុំចាប់ផ្ដើមឃើញតើមានហេតុការណ៍បែបណាទៅតែបងអាចសម្រាយបន្តិចបានទេពេលហ្នឹងក៏ខ្ញុំក្តៅខ្លួនខ្លាំងដល់តាគេហៅថាកាច់ដៃកាច់ជើងបាទខ្ញុំឃើញយាយហើយនឹងតាតែត្រូវជាពុកដៃខាងប៉ាខ្ញុំហ្នឹងនៅចុងជើងហើយកាន់ដៃគ្នាហើយថាមកចៅហើយចាប់ពីនោះមកក៏ខ្ញុំឃើញអីប្លែកៗអីស្ដាប់ឮតែយើងមិនមែនស្ដាប់ឮដូចមនុស្សនិយាយមកយើងផ្ទាល់ទេសឹបដឹងជាស្អីទៅជាស្អីហើយទៅណាតែងតែឃើញអញ្ចឹងជាពិសេសគឺតំបន់ដែលគេទុកចោលឬក៏ព្រៃភ្នំគឺខ្ញុំចាក់ស្ដែងគឺឃើញហ្មងអូខេបើសិនជាខ្ញុំខាថយក្រោយបន្តិចនៅពាក្យថាម៉ោះចៅនៅពេលហ្នឹងតើបងយល់អត្ថន័យពាក្យថាម៉ោះចៅនឹងមានន័យថាម៉េចទៅបងបើសិនជាខ្ញុំទៅមួយគាត់គឺខ្ញុំទៅបាត់ហ្មងតែពេលហ្នឹងខ្ញុំអត់ទៅទេខ្ញុំថាអត់ទេខ្ញុំអត់ទៅទេតែរបៀបក្មេងឈឺក្តៅខ្លួនអញ្ចឹងយើងបើកភ្នែកព្រមហ៎មិនខ្ញុំបើកស្រឡះទេខ្ញុំប្រកែកមួយគាត់អត់ទៅទេអញ្ចឹងម៉ាក់ប៉ាខ្ញុំក៏គាត់ដឹកទៅពេទ្យអត់ដល់ពេទ្យទេបាត់ក្តៅខ្លួនហ្មងបាត់ក្តៅខ្លួនហ្មងគ្រាន់តែដល់ដបងពេទ្យបាទអញ្ចឹងក្នុងករណីនេះដែរនៅពេលដែលឈឺគឺព្យាបាលតាមវិទ្យាសាស្ត្រទាំងស្រុងឬក៏បែបណាពេលខ្លះតាមវិទ្យាសាស្ត្រពេលខ្លះយើងអុជធូបអុជអីចឹងណាអញ្ចឹងបានន័យថាឪពុកម្ដាយរបស់បងជាអ្នកជឿដែរចាម៉ាក់ខ្ញុំគាត់ជាប់ហ្មងសើ5សัตว์គឺក៏អត់សម្លាប់ទេទាំងអស់អ្នកផ្ទះខ្ញុំបាទបងអញ្ចឹងក្នុងករណីនេះនៅពេលដែលបងក្តៅខ្លួនខ្លាំងមិនមានការចោទប្រកាន់ទៅលើរឿងអបិយជំនឿទេដែលគាត់ត្រូវទៅមើលគ្រូទៅមើលអីឬក៏មិនដែរបងដូចជាពេលហ្នឹងខ្ញុំនៅក្មេងដែរខ្ញុំអត់ចាំទេតែពេលដែលខ្ញុំជានេះគាត់ប្រាប់ដែរគាត់ថាដូចជាខុសខាងប៉ាគាត់អុជធូបទៅបាត់ហើយមិនមែនតែខ្ញុំណាបងស្រីខ្ញុំដែរប្រកាច់ដូចគ្នាតែបងស្រីខ្ញុំអត់ដែរឃើញអីទាំងអស់បងស្រីខ្ញុំអត់ងាយហ្មងបានន័យថារង្វាន់ធំត្រូវបានបងជាអ្នកចាប់តើចាប់ពីអាយុ9ឆ្នាំតើមានហេតុការណ៍អ្វីពេលនោះនៅពេលដែលបងអាយុ9ឆ្នាំបងឃើញតាឃើញយាយពេលនោះបងអាចសម្គាល់បានហើយឬនៅថានោះគឺជាវិញ្ញាណមិនមែនជាមនុស្សពេលហ្នឹងអត់ចាប់អារម្មណ៍ទេហ្មងគិតថាខ្លួនឯងសម័យយល់សពបាទគេច្រើនគិតថាខ្លួនឯងយល់សពហ្មងតែបើថាខ្លាចគឺខ្លាចដល់ឥឡូវបាទឥឡូវនៅតែខ្លាចដែរបើសិនជាអញ្ចឹងតើនៅក្នុងកលៈទេសៈណារាប់ពីអាយុ9ឆ្នាំទៅដែលបងស្គាល់ច្បាស់ចំណាំច្បាស់សម្គាល់ច្បាស់ថាខ្មោច2011បងច្បាស់ហ្មងអូខេរឿងហ្នឹងកើតលើខ្លួនឯងនេះគឺជាខ្សែរឿងនេះជាខ្សែរឿងស្នូលនៅក្នុងកម្មវិធីថ្ងៃនេះដែរឬក៏បែបណាចារឿងទី1អូខេបាទបងប្អូនទាំងអស់គ្នាបញ្ជាក់មានបងប្អូនមួយចំនួនគាត់ថាអូខ្ញុំសួរច្រើនសួរកាត់វាគ្មិនអញ្ចឹងណាមូលហេតុដោយសារតែជាការស្នើសុំរបស់វាគ្មិនដូចគ្នាព្រោះដោយបងប្អូនបានដឹងហើយថាពួកគាត់មិនមែនជាបុគ្គលសាធារណៈទេពេលខ្លះការនិយាយស្ដីរបស់គាត់មានការបាត់ព័ត៌មានមួយចំនួនដែលខ្ញុំធ្វើការសួរដេញដោលដែលគាត់ស្នើសុំឲ្យខ្ញុំសួរពួកគាត់ថាចេះបើសិនជាបងឯងអត់សួរទេខ្ញុំអត់ដឹងនិយាយថាម៉េចទេអូខេខ្ញុំមិនសួរដូច្នេះហើយសង្ឃឹមថាបងប្អូនមេត្តាយល់ក្នុងករណីនេះដែរត្រង់ចំណុចដែលខ្ញុំមិនយល់ខ្ញុំនឹងចោទសួរទៅបងដូចគ្នាចាបានព្រោះអីខ្ញុំខ្លាចខ្ញុំភ្លេចដែរវាយូរដែរអូខេបាទអត់មានបញ្ហាទេកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅដល់សាច់រឿងទី1របស់យើងចារឿងហ្នឹងនិយាយទៅថាយើងខូចចាស់ខ្ញុំស្រឡាញ់គ្នារហូតដល់2011ហ្នឹងក៏អ្នកផ្ទះចាប់ផ្ដើមពេញចិត្តហើយប៉ុន្តែវាឧបសគ្គត្រង់ថាខាងប្រុសគាត់ជួបឧបទ្ទវហេតុស្លាប់ចឹងណាថ្ងៃដែលគាត់ស្លាប់ហ្នឹងពួកយើងជិះម៉ូតូគាត់ដឹកខ្ញុំចេញពីរៀនព្រោះខ្ញុំរៀនយប់ហ៎បាទអញ្ចឹងដឹកដើរលេងជិះម៉ូតូអីអញ្ចឹងទៅនៅក្នុងទីក្រុងភ្នំពេញឬចានៅភ្នំពេញហ្នឹងហ្មងយើងអ្នកភ្នំពេញដូចគ្នាបាទជិះដើរលេងនិយាយគ្នានិយាយអីចឹងទៅសន្យាអីចឹងណាគាត់ក៏ប្រាប់ខ្ញុំថាក្នុងកាលខែហ្នឹងគឺក្នុងឆ្នាំ2011ខែ6ហ្នឹងហ្មងតែចុងខែថ្ងៃដែលគាត់ស្លាប់ហ្នឹងបាទពេលចឹងគាត់ថាគាត់អត់ចង់ជប់ពាក្យអីញញ៉ៃច្រើនទេគាត់ព្រោះគាត់អត់មានម៉ាក់ប៉ាទេគាត់កំព្រាតែគាត់ថាជីវភាពគាត់ធូរធារជាងខ្ញុំអញ្ចឹងណាគាត់ថាឲ្យយាយទៅផ្ទះអញ្ចឹងទៅហើយយើងសម្រេចថាណាត់គ្នាការអញ្ចឹងទៅក្នុងយប់ហ្នឹងនិយាយអញ្ចឹងហើយក៏ស្រាប់តែគាត់ឲ្យខ្ញុំហ្នឹងស្បត់ព្រោះអីធម្មតាក្មេងៗវាទៅយើងក្មេងហ្មងយើងអត់គាត់មនុស្សគាត់គឺខែប្រច័ណ្ឌហួងហែងហ្មងគាត់គឺនិយាយថាស្រឡាញ់សឹងថាដូចនិយាយទៅគាត់ស្រឡាញ់ខ្លាំងស្ទើរលេបហ្មងស្នេហ៍គ្នាដំបូងចាដល់ពេលអញ្ចឹងទៅខ្ញុំក៏ស្បត់មួយគាត់តែពេលដែលជិះម៉ូតូហ្នឹងកញ្ចក់ម៉ូតូវាមូលឃើញតែខ្ញុំទេអត់ឃើញគាត់ទេបងមើលទៅក្នុងកញ្ចក់ហ្នឹងអត់ឃើញអ្នកបើកទេឃើញខ្លួនឯងតែខ្ញុំអត់ពេលហ្នឹងខ្ញុំអត់ចាប់អារម្មណ៍ទេខ្ញុំអត់ចាប់អារម្មណ៍គាត់ក៏ជូនខ្ញុំដាក់ផ្ទះតែដល់ពេលជូនដាក់ផ្ទះហើយគាត់ក៏ខំមកខ្ញុំថាមិត្តភក្តិខាន់ជួបគ្នាយូរហើយគាត់ហៅទៅផឹកអញ្ចឹងខ្ញុំថាអូខេទៅចុះពីមុនមនុស្សខ្ញុំគឺពិបាកហ្មងអត់បានទេខ្ញុំអត់ឲ្យទៅដាច់ខាតហ្មងតែខ្ញុំគិតថាទោះបីជាខ្ញុំខត់គាត់ណាក៏គាត់ត្រូវតែមានរឿងអីមួយផ្សេងដែរយប់ហ្នឹងគឺខ្ញុំឲ្យគាត់ទៅយ៉ាងស្រួលហ្មងអត់មាននិយាយអីអាក្រក់អីថាអីឲ្យគាត់ទេព្រោះដល់គឺខ្ញុំថាតែអត់គឺអត់ទេខ្ញុំនិយាយអញ្ចឹងហ្មងព្រោះខ្ញុំកាចយល់ចាដល់ពេលហើយម៉ោង 2:10 យប់ខ្ញុំអត់បានខលទៅគាត់ទៀតទេដូចជាគាត់ខលមកខ្ញុំមួយម៉ាត់បងស្រឡាញ់អូនអញ្ចឹងខ្ញុំក៏ឆ្លើយទៅវិញអូនស្រឡាញ់បងហើយពីរនាក់ខ្ញុំអត់ចេះនិយាយអូនបងទេ
ពួកយើងរៀនមួយគ្នាមិត្តភក្តិគ្នាមកឆ្លាញ់គ្នាចឹងវាពិបាកត្រង់អាពីអូនបងហ្នឹងណា យល់ ចាស្រាប់តែពេលម៉ោង 12 យប់ហ្នឹងបងស្រីខ្ញុំហ្នឹងគាត់លឺសលេងគាត់ស្រីឲ្យជួយផងខ្ញុំអត់មានលឺអីទេឲ្យហែទៅបងស្រីខ្ញុំមក បានតែសំឡេងរបស់ដៃគូរបស់បងសេកឲ្យបងស្រីបងលឺ ចាតែគាត់ពងនៅកន្លែងញ៉ាំអីហ្នឹងទេស្រាប់តែម៉ោងប្រហែលជា4គាត់ស្លាប់4ទៀតភ្លឺហើយខ្ញុំអត់ជឿទេគេទេមកប្រាប់អីក៏ខ្ញុំអត់ជឿដែរអត់ជឿទាំងអ ឧ ស់ បទ្ទវហេតុនោះកើតបែបណាដែរបង គេវាយពីក្រោយអូជំនាន់ហ្នឹងយើងបាក់ស្មានទោះបីជាយើងល្អតែស្ទះវាយគ្នាគេថាយើងអាក្រក់អីព្រោះដោយសារកាលហ្នឹងគាត់ឈប់រៀនអញ្ចឹងនៅរៀនតែខ្ញុំទេខ្ញុំរៀនត ល្បាក់អាយុប្រហែលប្រហែលដែរបង 20ស្ដើង យល់ ចាមានរឿងហ្នឹងក៏មិនមែនរឿងយើងទៀតគេវាយច្រឡំសាប់មិនក៏ចោះដែរអញ្ចឹងខ្ញុំអត់បានដឹងរឿងអីរហូតដល់ម៉ោង5មិនច្បាស់ហ្មងម៉ោង5ទៀតភ្លឺហ្នឹងខ្ញុំអត់ជឿទៀតខ្ញុំក៏ទេសួរអ្នកផ្ទះគាត់ឲ្យគាត់ទៅមើលអញ្ចឹងណាទៅមើលអត់ឃើញមិត្តភក្តិខ្ញុំម្នាក់ទៀតខំមកប្រាប់ថាខូចហើយនៅកាឡាម៉ែតពេលដែលខ្ញុំទៅដល់ហ្នឹងនិយាយទៅខ្ញុំអស់ហលីងហ្មងព្រោះខ្ញុំតស៊ូស្រឡាញ់គ្នារហូតដល់បានជោគជ័យណានិយាយគម្រោងឲ្យអស់ហើយខ្ញុំអស់ហលីងមនុស្សនៅលើហ្វ្រង់កានៅអាកន្លែងតង្កោសពហ្នឹង បាទ ឈាមហូរឡើងស្រោចពេញហ្នឹងតែភ្នែកគាត់បិទអត់ចិត្តនេះភ្នែកឆ្វេងបិទអត់ចិត្តហ្មងទោះបីខ្ញុំខ្ញុំនិយាយមិនក៏ដោយបិទអត់ចិត្តទាំងអស់ខ្ញុំថើបខ្ញុំនិយាយមិនក៏អត់ចិត្តដែរ បិទមកជាហ៊ានបើកមក ចានៅតែបើកចឹងរហូតដល់ខ្ញុំថានិយាយពាក្យអាក្រក់ស្ដាប់តិចណាបងណាអត់ស្រួលទេបើអត់បិទទេអញទុកនៅហ្នឹងហើយអញទៅផ្ទះចោលហើយបិទចិត្តហើយបានយើងហៅអាចារ្យហៅអីទៅដាក់ឡានពេទ្យមកផ្ទះប៉ុន្តែពេលដែលនិយាយហ្នឹងគឺដៃអាវខ្ញុំដៃវែងប្រឡាក់ឈាមគាត់ឡើងហេដល់នេះដល់កែងដៃនេះអញ្ចឹងខ្ញុំអត់ប្រាប់អ្នកទេខ្ញុំលាក់អាហ្នឹងខ្ញុំទុកជាប់ខ្លួនខ្ញុំរហូតហ្មង យល់ហើយ ចាហើយ ប៉ុណ្ណឹងមកគឺយល់ ចាព្រោះអីយើងតស៊ូច្រើនដែរ បាទយល់ ចាដល់ពេលចិត្តដល់ថ្ងៃបូជាគាត់ចូលព្រោះអីគាត់ស្លាប់តាមថ្ងៃគេគេអត់បូជាទេ បាទថ្ងៃរឹង ចាដូចជាទុកបាន3ថ្ងៃ4ថ្ងៃដែរដល់ពេលអញ្ចឹងទៅម៉ាក់ក្មេកបងស្រីខ្ញុំគាត់ថាចេះដូចអត់ស្រួលទេប្រហែលជាគាត់មើលដឹងណាបងគាត់ថាខ្ញុំទៅស្រោចទឹកបាត់ទឹកខ្លាយើងហ្នឹង បាទ ថាដែលលោកស្រោចឲ្យហ្នឹងលោកហាមអត់ឲ្យខ្ញុំយកមកពាក់វិញទេ បោះចោល ស្រោចភ្លាមដូរភ្លាមបោះចោលនៅវត្តហ្នឹងហ្មងអញ្ចឹងអត់តន់អីណាបងគ្រាន់តែរៀងព្រឺខ្នងបន្តិចព្រឺឆ្អឹងខ្នងឯងពេលដែលស្រោចទឹកហ្នឹងពេលដែលខ្ញុំមកផ្ទះនេះខ្ញុំត្រូវផ្លាស់កៅអៅដើម្បីទៅរោងប៉ុនវិញ យល់ ព្រោះស្អែកឡើងយើងបូជាបងអើយមកស្រស់ហ្មងខាងក្រោយខ្នងហ្នឹងហ្មងលេចជារូបរាងមករបៀបដៃកាន់នៅស្មាយើងខ្ញុំអត់ចាំយូរទេវាស្រស់ពេកតែសែងរត់ចុះទៅក្រោមផ្លាស់កៅអៅសិនចាំគិតទៀតហើយអត់ប្រាប់អ្នកផ្ទះទៀតអត់និយាយអីទាំងអស់ព្រោះខ្ញុំខ្លាចអ្នកផ្ទះខ្លាចព្រោះដោយសារគាត់ចេញចូលផ្ទះខ្ញុំដែរ យល់បានថានៅពេលហ្នឹងបងកំពុងតែមុជទឹក ផ្លាស់កៅអៅហើយ ផ្លាស់កៅអៅហើយកំពុងតែផ្លាស់កៅអៅហ្នឹងគឺមានដៃពីរមកកាន់ស្មាបង ចាកាន់ហើយធម្មតាបើយើងនិយាយប្រាប់គេអត់សូវយល់គេថាឃើញមិនអីមិនចឹងយើងពិបាកតែខាងក្រោយខ្នងហ្នឹងគឺលេចជារូបរាងឲ្យយើងឃើញហ្មង ទាំងមុខទាំងអីទាំងអស់ អត់បានឃើញមុខទេតែចេញជារូបរាងហ្មងខោអាវដឹងថាខោអាវដែលស្លាប់ហ្នឹងហ្មង បាទ របៀបថាអោបពីក្រោយលុកដៃមកអោបយើងអញ្ចឹងនិយាយថាកុំខូចចិត្តអីអញ្ចឹងលួងលោមអញ្ចឹងណាបងខ្ញុំអត់ចាំយូរតាំងកសែងខ្ញុំចុះទៅក្រោមផ្លាក់ឲ្យបន្ទប់បងខ្ញុំវិញ បាទ អញ្ចឹងរំលងរហូតអត់តន់អីដល់7ថ្ងៃធម្មតា7ថ្ងៃយើងមានសុទ្ធមុនពីល្ងាចហើយស្អែកឡើងមកផឹកទៀត បាទ ពេលមកផឹកនោះយើងអស់កម្លាំងយើងធ្វើអីហើយអស់ហើយអស់កម្លាំងខ្ញុំក៏គេងលើខែនៅផ្ទះគាត់ហ្នឹងណាព្រោះខ្ញុំចេញចូលផ្ទះគាត់សេរីអត់តែប៉ាម៉ាក់ខ្ញុំទេ បាទ ចាឃើញមនុស្សបន្ទុចជង្គង់អង្គុយចង់ជើងយើងហ្នឹងហ្មងយំតែអត់ដឹងរៀបរាប់វាថាយើងស្ដាប់អត់យល់ថាគាត់និយាយពីអីទេគាត់គ្រាន់តែប្រាប់យើងថាគេដាក់ពីក្រោយគាត់មកហ្មងគេវាយក្បាលគាត់ បាទ ចាគាត់ប្រាប់តែប៉ុណ្្នឹងហើយយំតែស្រាក់ដល់ពេលខ្ញុំបើកភ្នែកអស់ទៅឃើញមនុស្សអីទេអត់ហើយខ្ញុំអាវាថានឹកអលឹកចឹងខ្ញុំអាសាទៅលេងផ្ទះគាត់គេអញ្ចឹងណាបងចិនការចេញធ្វើការទៅតគេងអញ្ចឹងគេងមើលខាងលើអញ្ចឹងឃើញអង្គុយបន្ទុចជង្គង់មុខលើក្បាលយើងហ្នឹងហ្មង ក៏មានដែរក្នុងបន្ទប់ទឹកក៏មានឃើញរហូតទៅណាឃើញហ្នឹងហើយបើជិះម៉ូតូវិញម៉ូតូជិះតែឯងតែដូចជិះម៉ូតូ2នាក់អញ្ចឹងបើខ្ញុំជិះផ្លូវស្ងាត់វិញគឺព្រឺឆ្អឹងខ្នងហ្មងអាចថាមកពីខ្ញុំទុកអាវដែលមានឈាមគាត់ណាគាត់នៅតែតាមអញ្ចឹងណាតាមខ្ញុំរហូតខ្ញុំទៅណាខ្ញុំឃើញហ្នឹងជួនកាលឃើញរូបរាងស្រស់អឺតមកផ្លែតក៏មានដែរអាកៅអៅដែលគាត់ស្លាប់ហ្នឹងឃើញរហូតឃើញបើក្នុងយល់សពវិញគឺអត់ដែរឲ្យខ្ញុំយល់សពល្អទេជីមួយគ្នាអញ្ចឹងចូលកុំទៅណាជីកទុកមួយគ្នាអញ្ចឹងតម្លាក់ចូលទឹកហើយសួរយើងទៅនៅអត់ទៅនៅមួយអត់សួរខ្ញុំអញ្ចឹងខ្ញុំថាអត់ទេម៉ាក់ប៉ានៅចងងទៅណានៅមើលថៃម៉ាក់ប៉ាអត់ទៅទេអញ្ចឹងខ្ញុំកាត់មកកន្លែងហូប7ថ្ងៃនឹងតិចបងជន់រូបក៏ទៅបញ្ជន់រូបបាទ ព្រោះអីខ្ញុំអត់ដឹងថាឥឡូវហ្នឹងគេនៅជឿរឿងហ្នឹងទៀតឬក៏អត់ទេណា បាទ ប៉ុន្តែពេលហ្នឹងគាត់ស្លាប់បានដូចជាអត់ដល់កន្លះខែទេបងប្អូនគាត់ក៏នាំគ្នាទៅបញ្ជន់រូប
bon đại thưa tăng mà ban nó quạt đi đại sa ấy quạt ngồi tay hào chẳng thời thưa mà đong tiệt từng chọt ở lớn quạt bị cái này quạt slap nó do mặt tay hai mình thưa bon đong tiệt thời sign mình chẳng nó nhưng mà chơi trăm lấy review đài chẳng nó bóng đại peไป chọn rụp nó sầm lính quạt rụp riêng quạt tàng đôi tàng quạt xua môn kế có xua rau pu quạt xua ao hái bàn xua rau nhúng đào vẽ nhung một đó ở bong sông tô chị nắng nhờ bàn chụp này tay bong song chụp ở này cột chị nắng quát á tay sầm mẹ nhóm trong trận nhưng cật hai sẽ ập tê nhưng mà chụp tiệt tê pro vì chưa chắp á vì bà bạc bông lịch mòn trong nhóm thang bà tê trong trận nhóm á tay nhóm thì dậy tê ở bên đang còn thang bà chụp này tiệt tê bà dương chụp này hái đó trong đám chẳng ập tê nhưng mà chụp tê nhưng xong chụp tập trâm chín đằng bài này nơi toàn ấy tiệt chẳng nó bọn tập về chẳng hiện dụ đây nhóm có hiện đặt sai dạ bị quạt chẳng tay bà thả bon tiên ấy nhưng mà đại lịch nhóm hai ở từ là hồn đó tập về cho đó năm tung ở people number 7 vậy tất quát ở tam nhưng là hô trắng nó bọn tay mình bên than lại cả nãy tam chân chỉ rụt riêng ấy dương khai tê có bên thơ ấy ở nhóm khai tê có là việc tha bên nam để dương tây nam để anh trắng ở hai dương đơn thang cùng tới lời nó trắng dương chỉ tàu vịnh rồi còn miền rương ấy trắng ao dương triển lươn rồi còn mệt ấy trắng nó chưa cha còn tha con hiện cà phê dương tịch cả lại nâng trắng này mật phải nhóm tê màu tha vì mà bây giờ sập à mùi tiết hẻm trắng á tha bảo trong thợ bọn nói vía bụ má ở bang scout chỉ mùi lô bản đò vía cà phê chẳng nhóm thẳng anh tập này anh tới bởi sao mẹ nhóm đắng ấy ở đường tư hưởng ấy nhóm che hai nhóm gì chẳng á thợ bọn mùi mai ở tư ai cận đò đai nhóm prạm chẳng á toàn ấy tê đo tà pe đôi chìa cả nắng nhóm nơi te vĩnh sền nhóm quay lên tràn sro mỏng ớt mưa dừng chẳng hay lập tờ vĩnh bạch tại admin lại cả nãy trên mà chỉ truy mấy đôi ở căn con slap ấy thì cứ sát bát mỏng đó ta dù tới nhóm chập đam lên khai hay nhóm chập đam ở hiện tháng và ôn quạt đây tha ham đại khát ở tục là bỏ quạt đi bờ tục quạt ở tại chập chết đi ngọc tại bóng ôn kết có tới trong lúc cái thang tại chập chết bạn đây tại nhóm mặt đắng ấy nè là hộ đó năm pipon một pay pi bạn nhóm sầm mệt chật bỏ chào ăn chúng tụm thay đi đây tại bờ như tới tụm chào ban mãn năm đi thì tại nơi ta khơi nơi ta đăng nơi ta lư mau ao dương khơi chẳng nơi ten nơi ấy chứ nơi ta khơi chẳng nào mà đó ba chục bọn nó bật mà đào pe dù tới đó năm pi pon là pay buôn nè nắng sẽ hưởng bớt mỏng nhom môn score khổ xa nhom khỏi nắng 3 ngày đây là việc tha pi môn máu còn nơi tam để xa trẻ giờ ở mình cả đây sọc á chụp nè nè còn có việc tha dương ở mình cả đây sọc hơi chặt mỏng cứ chụp việc ở xong bạc co với mỏng ở xong bạc co xong còn còn nơi tám tay bật bây giờ sao tha là việc tha bữa nơi ở than năng việc mình cả đây sọc té bữa nơi một bon mau cọp chi gì mà dò dương tứ ta ai tham mà bị nhóm ở sơ chơi khai đại nhóm bị nơi bên nơi rút nhóm mặt khai đại trong cái slap tất thì nhóm sơ khai đại đó tại năm pipon pay buồn đấy không khai một nhóm môn score khổ xa nhóm nước quạt mà bây giờ sọc ở đầu tiền thay chỉ một tô đa lên một cái ấy chân tớ sao ta quạt lang tớ lỡ spin mối còn vậy anh chị bon đại nhóm ban thưa ở tư ai quạt tăng phẩm mán quạt tớ tụ ban tặng mỏng hay ở này chụp nửa lói bông liền này bắt tăng vì nó mà hốt đỏ lỡ hay nhóm ăn nước sman là nhóm score khổ xa nhóm khỏi như bằng ắt nước sman mà sang ta lại cả nãy chờ được lại cả nãy mà tại sao bị nó quạt đôi nhẹ mồn đôi kia đôi bẹt đại mà là hốt đỏ lỡ nó cứ nhóm bạn đại khơi quạt thế xong bây giờ sao tha rơm xem giờ ai chụp chứ nó bóng tay bự sầm rạp quát nhóm cơ tha bọn để nhóm ăn phơ vậy để nhóm ăn lẹ tờ nó có tụ ai chẳng quạt cam pi mình nhóm chẳng á rồi tha quạt sốc chật bẩn lẹ nhóm mày quạt lên tam cam pi nhóm tia này tại bà sân chỉ nhóm bọn mình cái đây sau tết quạt ảnh là ngày nào mới vô bạn rồi dừng từ tại hưởng nó chi diêm hẹp nè tiếp tay lại mình nè đạp nhau mà chưa nhung tê vôใส่เรื่องตีมุ้ยนี่จับตรงปนิเถอะยังไม่ได้บ้องปนน้องนี่สำหรับใส่เรื่องตีมุ้ยนี่ครับแต่ใส่เรื่องระบบบองนี่เวียบใส่ถ่องทาใส่เรื่องมุ้ยนี้สะทัดในขนมหลุมน้อมสไนฮาได้บัดมาทางเพี้ยฉันคือสะทัดในขนมหลุมน้อมแบบนั้นตัวตรองทาทั้งไงนี่มีเนี่ยบอกสายปีเรื่องมุ้ยนั่นเอาไว้ได้ยมจับปรอมคือกับเต้กอดตามบุกกุ้งมันเนี่ยเตียนตามบ้องอันนี้chỉ màแต่บอกยังไม่ได้บ้องปนโยนแบบนั้นบ้องปนไหนกับมันกันเอาวิดีโอអាចមិនមែនដោយសារតែកាយដោយសារតែចំណងចិត្តស្រឡាញ់រហូតដល់គាត់ឲ្យស្បត់ឲ្យអីចឹងណាដែលករណីមួយដែលថាស្រឡាញ់ស្ទើរលេស្នេហាគ្មានខ្ចីស្នេហាលើកដំបូងណាចឹងអាចចិត្តដែលដកនឹងនៅពេលដែលគាត់វិនាទីចុងក្រោយគាត់នៅតែគិតថាសង្សារអញនៅចាំអញអញ្ចឹងហើយទៅបានវាមានការដិតដាមបូករួមជាមួយនឹងអាយដែលប្រឡាក់ឈាមដែលបងរក្សាទុកនឹងផងដែរចា
វាអស់ចាសាច់រឿងដោយសារតែការស្រឡាញ់ដោយសារតែហួងហែងក៏ប៉ុន្តែករណីមួយនេះមិនមែនសម្រាប់តែស្នេហាទេសម្រាប់មនុស្សដែលស្រឡាញ់របស់ណាមួយអញ្ចឹងហើយដែលបងប្អូនចាប់អារម្មណ៍ថាមិនក៏អមនុស្សតាមរបស់អញ្ចឹងឧបមាបងប្អូនទិញកៅអីមកទឹកមកតាមកៅអីហ្នឹងហ្មងព្រោះថាស្រឡាញ់មុននឹងចែកឋាននឹងស្រឡាញ់ចិត្តស្រឡាញ់យ៉ាងហ្នឹងដែលធ្វើឲ្យគាត់ជាប់នៅត្រង់ចំណុចនេះតែខ្ញុំចង់រំលឹកនៅចំណុចមួយដែលវាពិសេសមែនតើវាពិសេសវិសាលត្រង់ថាបងប្រាប់ថាបងប្រុសនៅក្នុងសុបិននៅលើស្ពានមួយហ្នឹងគាត់បានប្រាប់បងថាបុណ្យទាំងអំបានបានដែលបងបានសាងគាត់ទទួលបានបរិបូរណ៍ណាស់ចា៎តើបងបានធ្វើអ្វីខ្លះបងអាចរៀបរាប់បានទេបន្ថែមពីលើនេះទៀតតើទឹកចិត្តរបស់បងវិធីសាស្ត្រដែលបងធ្វើក្នុងការបញ្ជូនបុណ្យតើបងធ្វើបែបណាជាមួយព្រះសង្ឃនិយាយទៅពីមុនខ្ញុំមានពេលវេលាច្រើនអញ្ចឹងមិនថាខ្ញុំទៅណាឲ្យតែខ្ញុំបានធ្វើបុណ្យឬធ្វើទានគឺខ្ញុំតែអត់ទិសខ្ញុំសូត្រធម៌មុនហើយបានខ្ញុំអត់ទិសហៅតាមក្រោយហើយខ្ញុំស្ដាប់តនបងនិយាយរឿងមិនថាជូនបុណ្យតែអ្នកស្លាប់ទេអមនុស្សខ្ញុំជូនបុណ្យហើយបាទប្រែតគ្រុឌអសូរកាយគឺខ្ញុំជូនទាំងអស់ហើយពីច្រើនខ្ញុំធ្វើបុណ្យជាមួយនឹងម៉ាក់ប៉ាហើយនឹងអ្នកមានសិលបាទហើយឲ្យតែធ្វើគឺខ្ញុំអត់ទិសឲ្យគាត់ជានិច្ចហៅគាត់ជានិច្ចមកសំបីតែឥឡូវខ្ញុំថាកុំឲ្យផប់ទៀតកុំឲ្យជាតិហ្នឹងកើតមកគាត់ប្រាស់ប៉ាម៉ាក់ហើយស្លាប់ខ្លួនទាំងវ័យក្មេងទៀតខ្ញុំតែងតែជូនបុណ្យចឹងហើយខ្ញុំហាមអាពេលនៅរស់ហ្នឹងបងខ្ញុំហាមគាត់ចូលចិត្តអត់យោយើងនឹងហើយអត់លើសម្ោចទៅលេងមុខខ្ញុំហ្មងខ្ញុំថាម៉ាក់ប៉ាយាយតាខ្ញុំអត់ដែរឲ្យធ្វើអញ្ចឹងទេយល់ខ្ញុំរងថ្ងៃសូម្បីតែមុខមួយខ្ញុំហ៊ានវាយហ្នឹងសុទ្ធតែផ្លុំដល់ពេលខ្ញុំថាកុំអញ្ចឹងជាតិហ្នឹងយើងបែកបាក់អញ្ចឹងក៏ដោយសារយើងធ្វើអញ្ចឹងដែរខ្ញុំមិនដឹងថាជាតិមុខទេគាត់ធ្វើអញ្ចឹងទេឬក៏អត់ទេតែខ្ញុំអាសាដាស់ទឿនណាសូម្បីតែពេលអត់ទិសបុណ្យហ្នឹងក៏ខ្ញុំនិយាយដែរហើយពីច្រើនបុណ្យដែលខ្ញុំធ្វើឲ្យគាត់គឺជាមួយប្រសង់បានដល់គាត់ខ្លាំងព្រោះគាត់តៃហោងហ្មងបាទចាមានតែប្រសង់ឯងបានដល់គាត់ខ្លាំងព្រោះពេលដែលយើងធ្វើបុណ្យហើយយើងទៅប្រជញ្ញរូបហ្នឹងគឺគាត់ថាអត់ដល់ទាំងអស់ខ្ញុំចង់ថាថ្ងៃហ្នឹងគឺញ៉ៃខ្ញុំដឹងហ្មងឲ្យហេតុខ្ញុំដឹងថាអារម្មណ៍ថាបុណ្យហ្នឹងអត់ដល់ទេព្រោះអាចារ្យល្ងាមល្ងៅពេលហ្នឹងញ៉ៃហ្មងដោយសារបងប្អូនគាត់នៅក្មេងៗបាទហើយអត់មានប៉ាម៉ាក់ទៀតអញ្ចឹងពេលនោះវល់ទាំងអស់គ្នាហ្មងដឹងតែអ្នកផ្ទះខ្ញុំទេដូចខ្ញុំអីខ្ញុំចេះធေါ်តាំងពីក្មេងមកតាខ្ញុំបរៀនអញ្ចឹងណាតាខ្ញុំបរៀនផងយាយខ្ញុំបរៀនផងម៉ាក់បរៀនផងយើងចេះមើលពធមើលអីចឹងស្ដាប់ធម៌ទេសនាអីចេះអីចឹងណាបងយើងដឹងតែត្រឡប់ធ្វើបុណ្យថាយ៉ាងម៉េចមិនដល់យ៉ាងម៉េចមិនដល់អីយើងដឹងបាទសូត្រមិនអីចឹងពេលដែលដាក់បាតលោកអីយើងត្រូវសូត្រមិនអីចឹងណាបងអាចប្រហែលបានទេភាគច្រើនខ្ញុំសូត្រអ៊ីទាំងវោញាតិណាំងហៅតុសុកតាហៅតុញាតិបងជួយនិយាយលឺតិចបានទេបងភាគច្រើនខ្ញុំនិយាយណាអ៊ីទាំងវោញាតិណាំងហៅតុសុកតាហៅតុញាតិយ៉ាវសូមបុណ្យដែលខ្ញុំបានធ្វើនេះដល់ប្រែតអមនុស្សជីដូនជីតាកងម៉ាយាយតាទាំងអស់គ្នាហើយពេលដែលខ្ញុំមកពីបុណ្យអីចឹងទេវតាជំនាញផ្ទះទេវតាម្ចាស់ទឹកម្ចាស់ដីគឺខ្ញុំជូនបុណ្យរងខ្ញុំជូនបុណ្យហ្មងបាទគឺខ្ញុំទៅជូនបុណ្យគេខ្ញុំទៅគោរពគេដាច់ខាតបាទចាមុនមកក៏ខ្ញុំសុំគាត់ដែរបងអាចប្រហែលកន្លែងនឹងជូនប្រិមិត្តបានព្រោះអីមុនខ្ញុំមកហ្នឹងគឺខ្ញុំដុតមួយគាត់ខករហូតខកខ្លាំងមែនតើរហូតដល់ខ្ញុំសម្រេចចិត្តថាអូខ្ញុំដល់ឲ្យធុកឯងមែនតើខ្ញុំឲ្យធុកមែនព្រលឹមឡើងខ្ញុំងប់ឲ្យធុកមុនគេហ្មងខ្ញុំនឹកឃើញមុនគេថាសូមថ្ងៃហ្នឹងបានសម្រេចកូនចៅឡើង podcast និយាយរឿងពិតទេកូនចៅនិយាយរឿងបណ្ឌិតទេមកបានមែនសម្រេចមែនខ្ញុំជឿរឿងបនបាបការបែកបាក់ការសម្លាប់គេបែកបាក់គេហ្នឹងខ្ញុំជឿខ្លាំងហ្មងអារឿងដូចថាយើងទៅបែកគូស្នេហ៍គេអញ្ចឹងណាអាហ្នឹងខ្ញុំនិយាយឧទាហរណ៍ឯងដូចគ្រូសាំងមើលអត់ពេញចិត្តកូនហ្នឹងឯងតែយើងទៅចូលរួមបែកស្មើនឹងយើងដូចដាក់បាបឲ្យខ្លួនឯងអញ្ចឹងយល់ចាអារឿងសម្លាប់សត្វពីរក៏អញ្ចឹងដែរខ្ញុំជឿខ្លាំងហ្មងនិយាយមករឿងបនបាបហ្នឹងគឺខ្ញុំជឿមែនតើឲ្យអមនុស្សអ្នកណាមិនជឿតែខ្ញុំជឿហើយបនជាមួយម៉ែឪមួយទៀតព្រោះខ្ញុំអត់ដែរភ្លេចប៉ាម៉ាក់ខ្ញុំទេធ្វើអីក៏ខ្ញុំអត់ដែរភ្លេចដែរបាទមុនតនេអញ្ចឹងខ្ញុំតែងថ្វាយអង្គមគាត់ដែរមិនដែរអៀនទេអត់ខ្មាស់ឲ្យមុខណាគេក៏ដោយបាទតែថ្វាយអង្គមក៏ខ្ញុំថ្វាយអង្គមដែរនេះគឺជាការប្រតិបត្តិយ៉ាងល្អដែលសុខថាបងប្អូនទាំងអស់គ្នាអាចត្រង់ប្រាប់បានព្រោះដោយសារតែភាគច្រើនតែយើងធំឡើងយើងចិត្តអៀនខ្លួនអត់ហ៊ានទេបាទអ្វីដែលពិសេសមួយទៀតដែលគាត់បានមានប្រសាសន៍ត្រង់ចំណុចទី1ការបំបីបំបាក់ឬក៏យេស៊ូស្រាប់ទៅបងប្អូនទាំងអស់គ្នាត្រូវចាំថាជាគៀងផ្ទះណាភ្លឺផ្ទះហ្នឹងសូមមេត្តាកុំចេះដឹងរឿងគេកុំមានមតិលើរឿងគេបាទតែមានមតិលើរឿងគេនាំបាបដាក់ខ្លួនហ្នឹងអញ្ចឹងហ៎បងមែនបងមែនកុំបាច់និយាយរួមទៅជឿខ្ញុំមិនបាច់ដោះស្រាយទេរឿងគេទេបេះដូងគេយើងកុំលុកដៃចូលសោះអូខេនេះត្រឹមតែជាសាច់រឿងទី1តែប៉ុណ្ណោះតោះយើងដាញ់ឡើង2011បានកើតហេតុហើយយើងដាក់ដល់មួយកម្រិតទៀតចាអញ្ចឹងឡើងដល់សាច់រឿងទៅពោធិ៍សាត់រឿងហ្នឹងគឺទៅពោធិ៍សាត់ហ្នឹងថយក្រោយវិញហើយចូលដល់2000ស្ដើងវិញហើយខ្ញុំអត់ចាំឆ្នាំទេតែដឹងតែចន្លោះ2000ស្ដើងទេពេលហ្នឹងគឺទៅពីឡានដោយសារម៉ាក់គាត់ធ្វើការអញ្ចឹងចេញពេលយប់វិញហើយអ្នកផ្ទះខ្ញុំគឺមិនដែលមានទំនៀមទម្លាប់តាណាពេលយប់ទេហ្មងអត់ដែរហ្មងតែគាត់ថាខ្ញុំនិយាយតែប៉ុណ្្នឹងឯណាតែទៅដល់សាច់រឿងនឹងមួយទៀតខ្ញុំសុំលាក់តិចខ្
ខ្លាចព្រោះអីបើខ្ញុំប្រាប់ទៅ100%គឺគេឃើញនឹងដឹងមកហើយនឹងទីតាំងខ្ញុំខ្លាចប៉ះពាល់ខាងគ្រួសារគេដែរពេលដែលខ្ញុំធ្វើដំណើរហ្នឹងអត់អីទេអ្នកតាមឡានគឺអត់អីដល់ម៉ោង 2:10 យប់គឺយើងដល់កកបាទកកហ្នឹងគឺកាលហ្នឹងខ្ញុំទៅហ្នឹងគឺអត់ទាន់មានផ្លូវស្អាតដូចឥឡូវទេអត់មានកង្វត្តក្រុងអត់មានអីទេផ្លូវនៅហុយហ្មងអត់មាននឹងភ្លើងផងចាអត់មាននៅល្ងឹតហ្មងតែពេលហើយចំរដូវភ្ជុំទៀតក្នុងឡាន2ឡានហ្នឹងគឺឃើញខុសគ្នាទាំងអស់តែខ្ញុំអត់បានឃើញអីទេខ្ញុំអត់បានឃើញអីទាំងអស់បងស្រីខ្ញុំឃើញតាចាស់ផ្នែកលៀនជើងវែងដាក់តលមួយសំលុយកដាផ្លូវទាំងដែលផ្លូវក្រកហ្នឹងគឺព្រៃហ្មងបាទព្រៃសតសាតតមកទៀតខ្ញុំក៏ដូរខាងអង្គុយមួយបងចរូនមួយខ្ញុំដូរពុបគេឃើញបណ្ដោយមនុស្សស្រីប្រុស2នាក់ដាក់អោនឈ្ងុកមុខអញ្ចឹងកាន់ដៃគ្នាខ្ញុំសួរថាចេះផ្លូវព្រៃមនុស្សណាដើរកដាខ្នល់អញ្ចឹងហ្នឹងអត់អីទៀតក៏ទៅដល់ស្រុកកណ្ដាលខ្ញុំឆៃដនទៅដល់ហ្នឹងពួកដោយសារពួកខ្ញុំចាញ់យូរហើយតាំងពី94 95 3 4ឆ្នាំអញ្ចឹងណាបាទបងកើតនៅពោធិ៍សាត់ខ្ញុំកើតនៅភ្នំពេញតែម៉ាក់ប៉ាគាត់រស់ស៊ីនៅពោធិ៍សាត់អញ្ចឹងយើងទៅនៅពោធិ៍សាត់បាទដល់ពេលអញ្ចឹងទៅផ្ទះខ្លួនឯងមានអត់គេងទេព្រោះអត់មានកង្ហាអត់មានទឹកក្មេងក៏ទៅគេងផ្ទះហ្នឹងតែហ្នឹងតែគេមិនត្រូវធ្វើជាផ្ទះសំណាក់ទេហ្មងតែដោយសារមានរឿងទី1បងស្រីហ្នឹងគាត់ខ្វះដូចជា8ថ្ងៃត្រូវការបងស្រីហ្នឹងគាត់ស្រីស្អាតប្រចាំខេត្តខ្ញុំហ្មងស្អាតខ្លាំងហ្មងហើយកូនអ្នកមានទៀតចំណុចខ្ញុំនៅទូចខ្ញុំចាំដែរតែខ្ញុំចេញបាត់ក៏រឿងនឹងកាត់ឡើងក្នុងឆ្នាំ1997តែពួកខ្ញុំទៅ2000ស្ដៅណាចូល7 ឆ្នាំដែរហើយស្រាប់តែចំណុចម៉ាក់ខ្ញុំនិយាយតាមម៉ាក់ខ្ញុំគាត់ប្រាប់ណាគាត់ថានៅមានពលពតប្លន់ឆ្នាំហ្នឹងតែប្លន់ខុសបាញ់ត្រូវឡានគាត់ស្លាប់គាត់ហើយនឹងយាយអញ្ចឹងធម្មតាដូចខ្ញុំប្រាប់ចឹងមកតែហងគេដាក់លើផ្ទះទេតែដោយសារកូនជាទីស្រឡាញ់កូនស្រីស្អាតទៀតអញ្ចឹងក៏យកសពគាត់ដាក់លើផ្ទះជាមួយនឹងរូបដែលគាត់ភ្ជាប់ពាក្យសាកសពនឹងខ្ទេចអស់បើនិយាយវិញគាត់ស្លៀកអាវហូលគាត់អីហ្នឹងអញ្ចឹងអត់ទាន់មានរឿងអីកើតឡើងទេដល់ពេលហើយគាត់ក៏ម៉ាក់ប៉ាគាត់របៀបសំណោះកូនអញ្ចឹងណាគាត់នៅអត់កើតទេចាម៉ាក់ប៉ាគាត់រៀងសំណោះកូនអញ្ចឹងទៅគាត់នៅអត់កើតទេក៏គាត់ទៅក្រៅអស់ហើយតែហ្នឹងឲ្យជួលឲ្យអង្គការហ្នឹងគេមានបរិញ្ញាសិស្សបរិញ្ញាអីអញ្ចឹងណាបងបាទអត់មានដែរមានអីតែឲ្យអំឡុងពេលម៉ោង12ថ្ងៃនិងម៉ោង6ល្ងាចកូនសិស្សនៅអត់បានទេបិទបើកទ្វារលឺសលេងក៏ហឹមតែខ្ញុំប្រាប់បងវិលៀមអញ្ចឹងណាបាទបងអាចប្រាប់លេខមិត្តផងចាសលេងហ្នឹងអញ្ចឹងទៅឲ្យឃើញនៅកណ្ដាលផ្ទះឲ្យឃើញអីចម្លែកចាអញ្ចឹងក៏អង្គការឈប់ជួលគាត់ក៏ដាក់របៀបនារីទទួលនារីដាក់នារីអញ្ចឹងទៅភ្ញៀវគាត់ទៅគេនិយាយទៅអាក្រក់ស្ដាប់ទៀតណាបងទៅគេអញ្ចឹងទៅអត់តន់អីហ្មងទេតែពេលបើកទឹកចេញមកសិតតែឈាមទុកទឹកពួកខ្ញុំដឹងរឿងអស់ហើយពូក៏ប្រាប់យាយក៏ប្រាប់មីងក៏ប្រាប់តាក៏ប្រាប់តែនៅតែទៅគេងដោយសារយើងចង់គេងកង្ហាលហើយពូតែយើងចាញ់យូរហើយយើងអត់មានអីត្រូវគេងទៀតទេដល់ពេលយប់ហ្នឹងអត់តន់អីទៀតស្មាត់ទៅចុះនិយាយដើមខ្មោចទៀតទៅដល់នៅមុខអាវេរងដាផ្ទះគាត់ហ្នឹងរបៀបវិឡាជំនាន់មុនបាទវិឡាបាយបារាំងចាបាទព្រោះតែខ្ញុំផ្ទះរបៀបជំនាន់បារាំងដែរផ្ទះខ្ញុំហ្នឹងព្រោះតាខ្ញុំគាត់ធ្វើសាច់ដាគាត់ចេះបារាំងចេះអីចឹងអញ្ចឹងគេនិយាយថារត់គេឲ្យផ្ទះឲ្យអីចឹងណាបាទហើយតែមានទម្លាប់នៅតំបន់ដែលខ្ញុំនៅហ្នឹងឲ្យតែមានមកស្លាប់គឺគេកាត់អាដាមត្បូងយ៉ាក់វែងហ្មងដាក់មុខទេហើយនៅខាងក្រោយផ្ទះខ្ញុំវិញគឺតាខ្ញុំដាំ3ម៉ានទុកហ្មងហ្នឹងការពារដែរដាំ3ម៉ានគឺការពារពេលតែជំនាន់ខ្ញុំនៅហ្នឹងបន្ទប់ដែលគេងហ្នឹងដើមចេញវាដោះហ្មងដោះឲ្យចូលក្នុងផ្ទះទៀតតែតាខ្ញុំកាប់ចោលកាប់អីណាព្រោះតាខ្ញុំគាត់ចេះមើលចេះទីចេះអីដែរអញ្ចឹងណាបងតែគាត់មើលតែសម្រាប់កូនចៅទេគាត់អត់មើលអ្នកដតីទេឬក៏ស្រោចទឹករបៀបសិស្សប្រឡង12ទី9អីចឹងណាបងហើយគាត់យកអីច្រើនទេចេញមួយស្និតលុយ500លុយខ្មែរតែបើកូនចៅគាត់អាចមើលយើងកាត់កញ្ចក់ដៃកញ្ចក់អីចឹងណាបើឆុងអីចឹងដល់ពេលនៅក្រោយផ្ទះខ្ញុំហ្នឹងឲ្យតែមានសពអីរថភ្លើងអីកិនចឹងគេយកទៅដាក់ក្រោយផ្ទះខ្ញុំហ្នឹងឯងខ្វះកន្លែងដែរចាតែពេលហ្នឹងខ្ញុំនៅទូចអាចថាខ្ញុំអត់សូវដឹងអត់សូវយល់ពីរឿងចឹងតែតំបន់ដែលខ្ញុំនៅគឺល្បីខ្លាំងហ្មងល្បីអាចចឹងហ្មងបាទចាហើយទៅមុខទៀតល្បីគ្រឿងគ្រូស្នេហ៍តំបន់ហ្នឹងតែគាត់ថាតំបន់ខ្ញុំអត់ទេអញ្ចឹងខ្ញុំកាត់មកដល់គេងទស្សនៈហ្នឹងវិញមកអញជឿថាបន្ទប់ប៉ុនផ្ទះល្វែងមកយប់ម៉ានហើយទីមើលដំឡុងពេលហ្នឹងបន្ទប់ប៉ុនផ្ទះល្វែងចាបន្ទប់វែងចឹងមកចាបន្ទប់ហ្នឹងគឺសម្រាប់បងហ្នឹងអត់ចង់ទីទេបងជឿចុះ25,000លុយខ្មែរចាដូចជា2005 2006ដែរអំឡុងពេលហ្នឹងមកនឹងមកបន្ទប់ហ្នឹងពួកខ្ញុំគេងម្នាក់អត់បងប្អូនខ្ញុំ22នាក់ប៉ុន្តែល្វែងឯងបងគេងទៅភ្លាមល្មមហ្មងតែចូលបន្ទប់ទឹកដំបូងហ្នឹងគឺលឺសលេងតិចទេប៉ុណ្ណឹងណាបងខ្ញុំទៅប៉ុណ្ណឹងទេ
ប៉ុន្តែ2ម៉ោងគាត់តែសម្លេងគាត់ធ្ងោហ្នឹង2ម៉ោង2ដល់ម៉ោង4បន្ទប់ទឹកមួយចូល3នាក់ហើយធម្មតាបន្ទប់ទឹកហ៎បងផ្ទះឈើលើអញ្ចឹងមិនគេមានអាចនឹងឈើនេះគាត់បាំងណាបាញ់ងើយទៅបាញ់សាក់ងើយមើលមានអារម្មណ៍ថាម៉េចហើយប៉ាចង់មកយើងនេះវាឆ្វាក់ផងខ្ញុំមកងើយមួយទឹកហើយ3អ្នកបងប្អូនខ្ញុំចេញមកវិញ3អ្នកទៀតចូលទៀត3អ្នកទៀតចេញមកវិញ3អ្នកទៀតចូលទៀតចេញចុះចេញឡើងចេញចុះចេញឡើងមកយកទូភ្លើងគ្មានបានដេកទេទាំងអស់គ្នាហើយអត់មាត់ទេអត់ហ៊ាននិយាយទេដល់តែមកដល់វត្តបានក្នុងគ្នានិយាយជុំគ្នាសំឡេងធ្ងោក៏លួចជាងនឹងទៀតបងខ្ញុំថាចឹងនិយាយនេះទេព្រោះយាយនេះឈឺជើងតែការពិតយាយនេះនឹងស្លាប់3ឆ្នាំហើយមិនសំឡេងយាយនេះនឹងទេយាយនេះនឹងជាអ្នកណាគេដែរអ្នកចិត្តខាងតែគាត់ជំនាន់មុនហ្នឹងនៅហ្នឹងប៉ាម៉ាក់ខ្ញុំគាត់ចេញធ្វើការរស់ស៊ីបាត់ហ្មងលក់ដូរអីចឹងណាបងអញ្ចឹងពួកខ្ញុំអ្នកក្នុងភូមិអ្នកចិត្តខាងហ្នឹងស្រឡាញ់អញ្ចឹងជួយមើលជួយថែចៅអីចឹងណារឿងហ្នឹងពាក់ព័ន្ធមួយយាយនេះទៀតធ្ងោដូចឈឺចាប់ណាស់អញ្ចឹងណាបងធ្ងោយកហ្មងមិនធ្ងោដូចខ្ញុំធ្ងោមិនបន្តិចមិញណាឡងក៏លួចថាស្ដាប់ទៅគឺព្រឺក្បាលហ្មងខ្ញុំដកសលេងនឹងជាប់ហ្មងណាថាខ្មោចឡងមិនអីសលេងមិនអីមកសួរខ្ញុំដឹងអស់ហើយបើស្ដាប់បានអត់ស្ដាប់អត់បានទេបើនិយាយវិញស្ដាប់អត់បានហ្មងហើយកដាទេហ่าបងព្រោះសពដាក់កដាទេតែចាក់ព្រឺឆ្អឹងខ្នងហ្មងខ្ញុំកត់ថាពួកខ្ញុំហ៊ានទៅគេងមានតា2ឆ្នាំ3ឆ្នាំទៀតក្នុងបន្ទប់ហ្នឹងចដូនមួយខ្ញុំច្រើនហ្មង5គ្រួសារឆ្ងាញ់ណាស់យប់ហ្នឹងម៉ោង4ទៀតភ្លឺអានោះនេះបានដេកទៅដល់វត្តបាននិយាយគ្នាថាហើយមានលឺអីអត់លឺដល់ពេលអញ្ចឹងខ្ញុំក៏សួរឡានមួយទៀតម្នាក់ទៀតគេថាឃើញយាយអង្គុយកដាទេឲ្យខ្ញុំដាក់វានឹងអ្នកភូមិគេទៅលេងណាគេចង់ទៅស្គាល់ទឹកដីខ្ញុំអញ្ចឹងណាបងបាទគេទៅលេងហើយបន្ទាប់មកទៀតខ្ញុំតែខ្ញុំអត់មាត់ទេខ្ញុំថាខ្ញុំសួរមីងគាត់ថាចេះមីងខ្លាចថាផ្ទះហ្នឹងអត់មានមនុស្សទេតែហេតុអីបន្ទប់មុខឃើញមនុស្សពីហេតុអីប៉ុនដេកអោបគ្នាខ្ញុំនិយាយអញ្ចឹងគាត់ថាអត់ទេអត់មានទេហើយគាត់លាក់យើងអញ្ចឹងណាគាត់ចង់ឲ្យដឹងទេគាត់អត់ចង់ឲ្យថាដឹងរឿងហើយស្អីខ្លាចកដាយជប់អីនោះនេះចាញ់អញ្ចឹងណាទេអត់មានទេគាត់ថាធាតពិតគឺផ្ទះហ្នឹងអត់មានទេពួកខ្ញុំមួយទឹកហើយអត់ចាំយូរទេទៅវត្តហើយអត់បកមកវិញដាក់អវ៉ាន់ទៅមកពេញហ្មងអត់និយាយច្រើនហើយតែនឹងឥឡូវគឺទុកចោលបើបងជិះទៅផ្លូវជាតិលេខ5ឆ្វេងដៃគឺឃើញអរគុណដែលប្រាប់ទីតាំងច្បាស់ចឹងខ្ញុំសុខចិត្តថាខ្ញុំមិនដឹងល្អជាងរំលងផ្ទះខ្ញុំ3ផ្ទះនៅផ្លូវធំហ្មងព្រោះផ្ទះខ្ញុំនៅផ្លូវជាតិធាតពិតទៅបងវិលៀមគាត់ប្រាប់ទាំងទីតាំងខ្ញុំច្បាស់ហ្មងថានៅខាងស្ដាំមានអីខាងឆ្វេងមានអីចាពីពេលនេះទៅឲ្យតែដល់ពោធិ៍សាត់គឺខ្ញុំត្រូវធ្វើមើលទៅពុករហូតមិនហាញទៅខាងណាទាំងអស់តំបន់នឹងរៀងនេះដែរបងតែខ្ញុំអធិស្ឋានដែរបើសិនជាក្រុមគ្រួសារគាត់ស្ដាប់ឮអញ្ចឹងណាបាទអូខេចុះចម្លែកម៉េចបើមានមនុស្ស2នាក់ដេកអោបគ្នាអញ្ចឹងខ្ញុំអត់ដឹងហ្មងមកឲ្យចាក់ស្ដាយបន្ទប់នឹងអត់មានភ្លើងទេណាប៉ុន្តែខ្ញុំឃើញបើកភ្លើងហើយគឺសៀកពាក់សដេកអោបគ្នាតែខ្ញុំអត់បានប្រាប់អ្នកផ្ទះទេខ្ញុំអត់និយាយអីទេព្រោះខ្ញុំគិតថាប្រហែលជាគេបងប្អូនគេអីចឹងណាតែទីពិតកូនគាត់ទូចហ្នឹងគាត់នៅតែ2នាក់ដេកប៉ុនហើយកូនគាត់ទូចណាមានណាគេទេតែក្រុមខ្ញុំទេតែបើក្រុមបងចដូនមួយខ្ញុំវិញពួកសវឹងមលប់ខ្មៅអត់មានឃើញទេគាត់ថាចេះយើងនិយាយលេងហ្មងនិយាយលេងជុំគ្នាអញ្ចឹងណាគាត់ថាផឹកឲ្យសវឹងហីខ្មៅមកមលប់ខ្មៅបងមកយកពេញពួកគាត់អត់មានឃើញអីទាំងអស់ឃើញតែអ្នកអត់ផឹកអត់អីណាឃើញតែក្រុមខ្ញុំអីហ្នឹងហើយពូខ្ញុំគាត់ដឹងគាត់មកតាមមួយផ្លែតហើយគាត់ទៅផ្ទះវិញបាត់គាត់ទៅផ្ទះខ្លួនឯងវិញបាត់គាត់ដឹងថាតួពួកឯងដេកនៅអាណានៃហ្មងរបៀបអញ្ចឹងឲ្យឯងលងអាណានៃម្ដងមើលមែនយប់ហ្នឹងអត់បានគេងទាំងអស់គ្នាមែនគេបានតែកូនក្មេងទូចទេ4 5ឆ្នាំវាគេងមែនវាដឹងអីទេតែអ្នកធំគឺអត់គេងហ្មងដូចពួកខ្ញុំអីអត់គេងអង្គុយស្ដាប់តុបភ្លឺម៉ោង4អំឡុងពីម៉ោង2ដល់ម៉ោង4ហើយបកកែធ្ងោម2ម៉ោងអញ្ចឹងទៀតខ្ញុំមានឆ្លើយតែអញ្ចឹងទៀតវាំងននណាបងចាក់ស្ដាយវាំងននពណ៌សអត់មានប្រឡាក់ឈាមទេណាតែវាំងននហ្នឹងមានឈាមវាំងននក្នុងតុបគាត់តែសំណាក់ណាខ្ញុំអត់ដឹងទេតែគាត់ថាបើខ្ញុំធ្លាប់ដើរលេងនៅក្រៅប្រទេសក្នុងប្រទេសអត់ដែរមានណាគេដាក់វាំងននសត្រូវទេបងបាទកម្រមានណាបើពណ៌សក៏វាប្រហែលជាមួយពណ៌ពងមាន់អីដែរក៏ដែរសស្គូហ្មងសស្គូបន្ទប់នឹងធំមែនធំជាងបន្ទប់នេះទៀតបងจะសលេងកោធ្ងន់ហ្នឹងបានជើខ្ញុំសុំបោកកាចាញ់វែងជាងនឹងទៀតហ្មងខ្ញុំក៏លួចហ្មងខ្ញុំ2ម៉ោងចាខ្ញុំចាំក្នុងតិចខ្ញុំច្បាស់ហ្មងបាទមិនដែរបងប្អូនអរគុណសម្រាប់សាច់រឿងទី2នេះអូយបធោផ្ទាំងពេលនេះយើងដូចក្មេងៗដែរយើងមិនសូវចាប់អារម្មណ៍ណាបងអាំងតែគ្នាច្រើនយើងតែខ្វល់ណាបាទប្រហែលឆ្នាំក្រោយដូចខ្ញុំមកម្ដងទៀតប៉ុន្តែខ្ញុំអត់ទេហ្នឹងខ្ញុំមកលេងយាយខ្ញុំដែរអញ្ចឹងណាមកយកយាយទៅនៅពេញវិញយាយខ្ញុំគាត់ដូចដូនជីអញ្ចឹងយាយខ្ញុំនេះហ្នឹងតែបាត់មកយាយនេះម្ដងនៅហ្នឹងហ្មងបាទជឿមុនគាត់ខូចហ្នឹងគាត់ថាចេះគាត់ចង់ជួបពីអ្នកបងប្អូនខ្ញុំណាព្រោះគាត់ស្រឡាញ់ពីអ្នកបងប្អូនខ្ញុំណាបាទអញ្ចឹង
sắp ta dương tranh bị bật tơ ở đây tê ta dương mau vừa lần nghĩ là nơi kề nhỉ châu lên không te châu ấy ở hay ông sấy nhóm tì mùi nữa có cho bật nữa ăn nâng trẻ ở việc bậc can đây te hả cô te cho nó bổ rán te nhóm nữa nhóm khơi gì nó cho các bài của bạn nữa việc so bẹ so đã nhom vậy thì còn lục vậy nè mình vậy nhom tì ta gì nè slap vui bữa cận mà đo là lớn đọc năm chiến cái còn khô chứ nhóm còn pram con thành trẻ ông Vi vậy nè cho chất ông Vi anh sai đã nhom vậy bị cả slap nó rồi ông mày khôi bị cút hãy cút đi vậy nè slap vui nè đi vậy cút chứ có tha nhom chứ nhom thắng với nhom khơi mền chúc giấy cả nhom vậy chúc giấy nâng chạy style mộng nhom từ lơ tivi khơi mền ấy tao top nó mà nhom từ ở đây khơi ấy thế ấp một phụ nhưng mà xa từ đại năm mấy từ một đòn bị đòn trắng nào không từ liền trắng ôi vậy tới nè đây là xa khơi nhá bọt vì sao bọt phụ quát chỉ bọt vì sao đại bị bạn nó không ca bong play xong bây giờ sầm lấy nhóm ai sầm mày thằng trẻ nó pe đại bong ngô mà nhá ngô mà ao play mà nhóm sẽ đáp á nhóm mẹ làm thằng pru pru bắt này còn tay nó pe đại ác mà nó ngô còn lúa chân năng mặt tạc ăn tiệt sao sầm mày nhóm đang ra bong sấy có thi diêm vừa cái lúa chơi còn tay bong ôn nó cái thêm môi của bật lên á vì phải phải cái này ôi bong ai kinh snappy mà không bạn ôi cái lúa thằng à về năng ôi ôi lọp á bọn lên bia hong nó khni lô la phong mặt sờ lệnh phụ nhom căn tờ lô lá còn căn tờ láng sờ lệnh bạn rồi thằng có trong đây ngày tranh này mình tranh bọn anh kinh tục quạt đấy chứ là đắng và sạch là một trận đúng cái đi ok នេះគឺជាសាច់រឿងទី2បន្ថែមនឹង sneak peek ចុងក្រោយមិនតិចទៀត